và anh nhà chỉ việc xu bề mặt nè tôi là tặng học như vậy và cùng căn video bọc trong ba to ai rồi về được trong to thua video pi mồn mau pi bề phun pram năm muốn cả thua video bọc nhóm chỉ lệ cái nè cặp sòng pre là cầm san từ rung này than là mùi tại phải ấy là trong năm pi pon về mùi đấy dừng nghĩa mà khơi video bài cả thị cam vinh rồi ra chỉ vậtประจำngày bỏ hiếu màn prai pru từ miền cửu sa miền ấy chẳng khán thôi video bong ôn mơ du há vậy mình tít nhưng đừng rải rạp vì video rồi nhóm trong một chợ vì cái đi trong trung mòn này lấy dương tập bị bỏ smart rồi dương bài cầm bảo xó từ lơ trung món rồi tập bị cái bài cầm bảo xó rồi dương để trong cào cam video này nhóm còn để mình vô một bằng riêng đấy nhóm còn để bằng hai thà cả thưa trung mòn cả đi trong trung mòn cả thay xa năng trong mònประจำ ngày bọc nhóm chăm bài na ta cả đã chỉ trả lần clone ai nằm bay ở đó cô đây để dừng chọn bàn nó ta vì ai từ rồi ọt chẳng nè bù nhóm mình men gì nè mình bóp sao nè chụp chạy ấyក្នុងការចំមន់ឲ្យលក់ដែរព្រោះពីមុនមកយើងធ្លាប់ចំតាមបែបធម្មជាតិសាមញ្ញគ្រាន់តែកំសាន្តឲ្យបានហូបមកពេលពីពេលទេប៉ុន្តែការចិញ្ចឹមផុសយើងពីមុនហ្នឹងគឺវាហាក់បីដូចជាចំណាយខ្ពស់ហើយទិន្នផលទទួលបានវិញវាគ្រាន់បានគ្រាន់តែមកហូបអញ្ចឹងយើងផ្លាស់ប្ដូរការគិតមកដល់ឆ្នាំ2026នេះយើងចាប់ផ្ដើមកសាងខ្លួនឯងហ្នឹងឲ្យទៅជាការចិញ្ចឹមមាន់អាចយកចំណូលពីវាបានហើយរាល់ការធ្វើទាំងអស់វាត្រូវតែមានការចំណាយបើសិនជាយើងមិនចំណាយវាប្រើបានយូរអញ្ចឹងណាអញ្ចឹងវីដេអូមួយហ្នឹងចង់បញ្ជាក់ទៅលើជីវិតប្រចាំថ្ងៃរបស់ខ្ញុំតើខ្ញុំនឹងត្រូវការចំមន់នឹងបែបណាអ្វីដែលអាចធ្វើបានក៏យើងធ្វើអញ្ចឹងណាហើយនេះជាលើកទី1ដែលខ្ញុំថតជាវីដេអូការថែរក្សាទ្រុងមន់កន្លងមកយើងធ្វើដែរតែមិនណាបានថតហើយនៅក្នុងរដូវខែវស្សានេះដែរវាធ្លាក់ភ្លៀងម្ដងមកកាទេតែខែ5ខែ6តែការសម្អាតទ្រុងវាជារឿងសំខាន់មួយដោយសារទី1ក្លិនទី2វាអាចឆ្លងរោគផ្សេងប៉ះពាល់ទៅលើមាន់របស់យើងមិនថាតូចមិនថាធំអញ្ចឹងខ្ញុំក៏បានស្រាវជ្រាវហើយក៏ធ្វើការរៀបចំតាមគេតាមឯងដែរទេអញ្ចឹងនេះខ្ញុំជាសកម្មភាពដែលខ្ញុំយកអង្ការពីក្នុងភូមិសុំគេនៅក្នុងភូមិមិនខ្វះទេកន្លែងដែលគេកិនស្រូវកិនអីអង្កាមយើងព្យាយាមសុំគេទៅគេឲ្យគេមិនកំណាញ់អីទេអញ្ចឹងយើងក្រាលទៅបាចទៅលើការបន្ទាប់ពីយើងបាយកបោយើងក្រាលអង្កាមទៅហើយក្រាលកុំក្រាស់ពេកក្រាលតាមជាក់ស្ដែងខ្ញុំមើលឃើញខ្ញុំគិតថាក្រាលស្ដើងល្មមមកអាចថាលាមកមន់ហ្នឹងវាជុះទៅវាទុំនៅលើអង្កាមហ្នឹងបន្ទាប់មកវាចាយពេលសម្ងួតលីមួកហ្នឹងរយៈពេល2ថ្ងៃទៅវាងាយស្រួលសម្អាតអញ្ចឹងខ្ញុំមិនអាចកំណត់ថាថ្ងៃណាខ្ញុំសម្អាតទេខ្ញុំគិតថាថ្ងៃណាដែលខ្ញុំចូលទៅក្នុងទ្រុងមាន់ស្អុយឬក៏មានទីធ្លានឹងអាប់អួរខ្ញុំសម្អាតហើយពីព្រោះពេលវេលានៃការថែរបស់យើងមិនមែនជាទាំងស្រុងទៅលើការចិញ្ចឹមមាន់ណាពីព្រោះយើងមានកិច្ចការងារគោលដែរអញ្ចឹងចំណាយពេលបន្តិចបន្តួចដើម្បីថែរក្សាវាទៅពេលណាដែលយើងចូលមកឃើញវាមិនស្អាតឬក៏ត្រង់ចំណុចណាមួយយើងអាចធ្វើវាបានភ្លាមអញ្ចឹងបន្ទាប់ពីក្រាងកាមហើយយើង
រួចហើយអត់មានធ្វើអីទេបើសិនជាត្រូវដាក់ចំណីមាន់យើងផ្លាស់ប្ដូរចំណីទៅហើយមកយើងក្រាងកាមឲ្យទីធ្លាក្នុងទ្រុងមាន់ដែលយើងធ្វើពាត់ជុំវិញហ្នឹងយើងក្រាលអស់ទៅតែទុកនៅកន្លែងដែលវាស៊ីចំណីផឹកទឹកផឹកអីយើងមិនគួរក្រាទេបើសារវាមាន់វាកាយធម្មជាតិរបស់វាគឺកាយហើយបើសិនជាខែក្តៅវាកាយអាដីដែលសើមហ្នឹងវាអាចនឹងខ្ទាតនឹងកាមចូលទៅក្នុងទឹកប្រហែលយើងនឹងផ្លាស់ប្ដូរបើសិនជាវាកាយចូលទឹកយើងក្នុងមួយថ្ងៃយើងអាចកាយដល់ទៅបដូរទឹកទៅដល់2-3ដងលំបាកអញ្ចឹងយើងក្រាទៅកន្លែងដែលវាអាចមួយកន្លែងវាដេកកន្លែងវាពងហ្នឹងគឺយប់លុបហ្នឹងគឺវាតម្លាក់អាចចូលហើយការនិយាយភាសានេះគឺវាក្រក់តិចតែធម្មជាតិមាន់វាអញ្ចឹងយប់ឡើងវាជុះអាចជុះអីអញ្ចឹងយើងក្រាទៅក្នុងហ្នឹងទៅហើយក្រាក្រៅបើសិនជាភ្លៀងក៏ពិបាកដែរអញ្ចឹងក្រាទៅកន្លែងដែលវាដេកទៅកាលមកបេហ្នឹងក្រាមអស់ទេយើងអាចទុកក្រាលើក្រោយទៅនៅពេលដែលយើងប្រមូលកាមហ្នឹងទីមួយថាប្រយោជន៍របស់កាមហ្នឹងយើងកាត់បន្ថយសំណើមយើងឲ្យវាស្ងួតនៅក្នុងទ្រុងហ្នឹងហើយយើងងាយស្រួលសម្អាតបើសិនយើងដាក់នៅលើផ្ទាល់ដីវាពិបាកពេលដែលវាកកពេលដែលវាត្រូវទឹកវាងាយនឹងស្ងួតអញ្ចឹងយើងស្រួលយកអាលីមួកមាន់ណាយើងថាលីមួកមាន់ហ្នឹងយកទៅដាក់ធ្វើជីធ្វើអីផ្សេងប្រើបានហ្នឹងហើយនេះលើកទី1ដែលខ្ញុំបញ្ចូលសំឡេងតាមរយៈការកាត់តវីដេអូដែលមានសំឡេងណាពីព្រោះយើងដើរឲ្យទាន់សម័យកាលដែរទោះជាយើងមានភាពក្លាហានក៏យើងត្រូវតែដាក់ចិត្តដាក់កាយខុសត្រូវអីបងប្អូនអាចថាកុំប្រកែប្រកាន់អីណាបើសិនជាចង់ឲ្យណែនាំវិធីសាស្ត្រប្លែកៗដល់ខ្ញុំបាទឬក៏មើលទៅខ្ញុំមិនអាចធ្វើទៅខុសអាច comment នៅក្រោមវីដេអូនឹងបានហើយនេះជាទស្សនវិជ្ជាដែលខ្ញុំក្រាងកាមរួចហើយទីធ្លាជុំវិញមាន់ហ្នឹងយើងបាចកំបោរសដើម្បីសម្រាប់មេរោគនិងបំបត្តិក្លិនហើយការបាចកំបោរសនេះយើងមិនមែនតែបាចទៅលើជញ្ជាំងទេយើងបាចទៅលើក្រាលទៅលើទីធ្លាដីហ្នឹងហើយខ្ញុំបែងចែកទ្រុងមាន់ជា2ទី1ខាងមេបាពូជមានន័យថាកន្លែងមេដែលវាពងនិងបាដែលវាជន់មេហ្នឹងមួយខាងហើយនេះជាមេមាន់របស់ខ្ញុំបាទមុខវាហើយនេះគឺពងរបស់វាបាទខ្ញុំមិនតបានគូសចំណាំវាផងហើយមួយខាងទៀតជាមេមាន់ថ្មីកំពុងតែក្រាបអូកាចមើលមុខវិញទៀតស្អាតទេបងប្អូនបាទពងរបស់វាមេមាន់មួយអាចពងដល់ទៅ11គ្រាប់12គ្រាប់ភាសាតាមសុខភាពវាល្អអញ្ចឹងមេថ្មីមេចាស់ហើយងាកមកមើលការលាយចំណីរបស់ខ្ញុំអញ្ចឹងចំណីរបស់ខ្ញុំមិនចោលទៅលើស្រូវបណ្ដោះទេអញ្ចឹងស្រូវបណ្ដោះនេះយើងបណ្ដោះតែ2-3ថ្ងៃយើងអាចប្រើជាចំណីបានហើយការលាយចំណីវាមានអីច្រើនទេមានតែទី1បន្លែឬក៏ស្លឹកស្ពៃស្លឹកអីទៅហើយមានអំបិលមានស្រូវបណ្ដោះហើយមានចំណីសម្រាប់ពីចំណីកូនមាន់ហ្នឹងយើងសល់យើងដាក់ទៅហើយថ្ងៃណាក៏មានក៏ដាក់ទៅថ្ងៃណាអត់ក៏អត់តែអញ្ចឹងបាច់កបាច់បាយកកអីទេព្រោះយើងចាំផ្គត់ផ្គង់ការហូបចុកcủaយើងហើយបើសល់ច្រើនយើងអាចជ្រៀតយកទៅលក់ផងហ្នឹងហើយក្រោយពីការលាយចំណីសត្វហើយខ្ញុំយកចំណីហ្នឹងទៅឲ្យមាន់រៀងរាល់ពេលព្រឹកជាច្រើនខ្ញុំមានពេលវេលាទៅពេលព្រឹកហើយបាទអូបាទបងប្អូនអាចឃើញទេទស្សនវិជ្ជាការលាយចំណីបន្ទាប់ពីយើងយកចំណីឲ្យវាស៊ីគឺវាឃ្លានណាស់ពេលព្រឹកហ្នឹងតូចធំអីគឺវាចូលស៊ីឆ្អែតអស់វានៅតែស៊ីរហូតហ្នឹងមាន់វាមានតែស៊ីរហូតអញ្ចឹងបានថាវាដើរឆ្ងាយក៏ដោយចិត្តក៏ដោយវានៅតែដើរស៊ីជុះហើយបើសិនជាសត្វយើងចិញ្ចឹមហ្នឹងមានជំងឺឬក៏មានដង្កូវព្រូនការចិញ្ចឹមរបស់យើងវាមិនបានលឿនវា
គេចាំបានតាមຂនាតតាមលក្ខណៈគេត្រឹមត្រូវគេ3ខែគេអាចលក់ឲ្យយើងចាំតាមបែបធម្មជាតិអាចលក់ដល់ទៅ6ខែទៅវាអាយុពេញវ័យអាចលក់បានហើយមន់យើងមន់កាត់ព្រៃកាត់ចែគេហៅមន់ចែហ្នឹងវាមិនកម្រធំវាកម្របានធំ5 6ខែហើយគ្រាន់តែស្រឡាញ់ត្រង់ថាវាជន់មេបានលឿនចតុងហើយចាប់ដើមដេញជន់គេហើយអញ្ចឹងវាឆាប់ពងឆាប់អីទៅយើងស្រួលដោះដូរហ្នឹងហើយអត់មានអីបន្តទៅទេក្រោយពីការដាក់ចំណីមន់គឺមន់ចឹកចំណីធម្មតាបាទដល់ថ្ងៃក្តៅវាស្រេកទឹកស្រេកហ្នឹងវាផឹកទឹកតែខ្ញុំមិនបានថតវីដេអូដល់ផឹកទឹកទៀតទេហើយនេះហើយជាទស្សនវិជ្ជាក្នុងទ្រុងមន់ក្នុងទ្រុងហើយយើងរាល់ល្ងាចម៉ោង5ខ្ញុំលំលែងវាឲ្យវាស៊ីស្មៅតាមទីធ្លាជុំវិញហ្នឹងបាទនេះជាស្លឹកឆៃយ៉ាដែលជាគេហៅពពួកវីតាមីនណាចឹងធំហើយអាយុ2ខែហើយវាស៊ីម្ដងទៅជា2ខែជាង3ខែនេះហើយនេះជាកម្មភាពរបស់ខ្ញុំវាស៊ីដល់ពេលថ្ងៃល្បាក់ហើយជាមក3 4ត្រូវបដោះក្តៅពេក3 4ថ្ងៃឡើងប្អូនមកចំណីដែលនៅសល់ហ្នឹងក៏យើងចាក់ឲ្យវាស៊ីទៀតទៅហើយកុំភ្លេចតែតទៅនឹងបន្លែបៃតងអាម៉ន់ទៅការវីតាមីនអញ្ចឹងងាកតនេចំដើរលេងដែលយើងត្រូវការផឹកក្រុងវាទុកត្រង់សិនរបស់ល្អដែរអញ្ចឹងណាហើយឃើញពួកវាសប្បាយនឹងការស៊ីចំណីក៏កម្មភាពស៊ីស្រូវបណ្ដោះចូលចិត្តស៊ីចិត្តដែរដែលស្អីពីមួយថ្ងៃទៅមួយថ្ងៃឃើញវាលូតលាស់បានល្អអញ្ចឹងស៊ីស្លឹកឆៃយ៉ាបន្លែបៃតងយើងអេស៊ីបានកិនស្នៅកិនអេស៊ីទេយកវាទៅលក់បានចឹងនិយាយចឹងហើយស៊ីខ្លះអត់ខ្លះទៅរកការចំណាយដែលយើងចិត្តល្អទុកពីមុនហ្នឹងគឺយើងចង់បានចំណូលហើយឃើញវាធំគឺយើងចង់លក់តែឥឡូវលក់អត់បានទេហើយយើងលំបាក់2 3ខែទៀតបាទនេះទុកចិត្តចោលត្រូវបណ្ដោះវាមកស៊ីស្លឹកឆៃយ៉ាហ្នឹងស៊ីឆ្ងាញ់មកវាដែរហ្នឹងឃើញអត់បងប្អូនកុំភ្លេចអាហារបៃតងមានល្ពៅឲ្យល្ពៅមានស្លឹកបៃតងឲ្យស្លឹកបៃតងមានស្ពៃឲ្យស្ពៃហើយមួយទៀតនេះជាសកម្មភាពនៅពេលយប់ដែលខ្ញុំតាមដានមើលមន់រាប់វាខ្លាចវាបាត់ខ្លាចវាឈឺអញ្ចឹងណាហើយមន់មានតិចទេហើយក្រោម30ក្បាលអីចឹងបាទជាចុងក្រោយវីដេអូរបស់ខ្ញុំបានបញ្ចប់ត្រឹមនេះហើយខ្ញុំក៏សូមអរគុណដល់អ្នកទាំងអស់គ្នា friend ឬក៏អ្នកដែលតាមដានវីដេអូខ្ញុំពីមុនមកហ្នឹងហើយចាប់ផ្ដើមគ្រប់គ្រងខ្ញុំវិញហើយខ្ញុំក៏អរគុណអ្នកទាំងអស់គ្នាច្រើនហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញុំដែលខ្ញុំធ្វើសូមអ្នកទាំងអស់គ្នាជួយ follow ឬក៏ like ទៅលើវីដេអូរបស់ខ្ញុំតាមរយៈ Facebook ក៏បាន YouTube ក៏បានពួកខ្ញុំផុសទាំងពីរអញ្ចឹងណាសង្ឃឹមថាលោកអ្នកទាំងអស់គ្នានឹងរីករាយទៅលើការមើលវីដេអូរបស់ខ្ញុំបាទអញ្ចឹងខ្ញុំសូមជម្រាបលាបាយបាយជួបគ្នាវីដេអូ